ម៉ាកត្រាក់ទ័រល្បីៗ3ដែលកំពុងដល់តាមទីផ្សារផលិតផលត្រាក់ទ័រថ្មីនៅកម្ពុជាម៉ាកទី1 Kubota គឺជាម៉ាកត្រាក់ទ័រដែលបង្កើតឡើងបានយូរនិងត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុននេះបានលក់ត្រាក់ទ័រគ្រឿងយន្តប្រមូលផលស្រូវម៉ាស៊ីនម៉ាស៊ូតនិងគោយន្តកន្ត្រៃនៅក្នុងប្រទេសកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយតាមរយៈក្រុមហ៊ុន AKC ដែលជាក្រុមហ៊ុនបត់សម្ព័ន្ធរួមគ្នាមួយដែលមានមូលដ្ឋាននៅប្រទេសថៃដោយសារតែការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនិងតម្រូវការនៃការប្រើប្រាស់គ្រឿងយន្តដែលកំពុងរីកធំឡើង Kubota ក៏មានមជ្ឈមណ្ឌលចែកចាយយូរអង្វែងមួយនៅរាជធានីភ្នំពេញដែលធ្វើឲ្យក្រុមហ៊ុននេះមានការគ្រប់គ្រងយ៉ាងរឹងមាំលើការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលជាមូលហេតុចម្បងធ្វើឲ្យកសិករមានភាពស្មោះត្រង់ចំពោះម៉ាកនេះព្រោះថាការរកទិញគ្រឿងបន្លាស់បានងាយស្រួលគឺមានសារៈសំខាន់ជាងកម្លាំងសេះទៅទៀតសម្រាប់កសិករខ្នាតតូចម៉ាកនេះមានប្រជាប្រិយភាពខ្លាំងជាពិសេសដោយសារតែប្រភេទត្រាក់ទ័រដែលមានកម្លាំងក្រោម40សេះគ្របដណ្ដប់ទីផ្សារដែលបង្ហាញពីការប្រើប្រាស់ទំហំដីស្រែជាមធ្យម1ហិកតានៅទូទាំងប្រទេសកម្ពុជាហើយប្រទេសកម្ពុជាបានបង្កើតឡើងនៅផ្នែកទីផ្សារត្រាក់ទ័រខ្នាតតូចផ្ទាល់ខ្លួនមួយដែលស័ក្តិសមនឹងស្ថានភាពស្រែដែលមានរបៀបរៀបរយដែលជួយកាត់បន្ថយការត្អូញត្អែម៉ាកទី2 Tractor John Deere ផលិតផលរបស់សហរដ្ឋអាមេរិកនាំចូលតាមរយៈក្រុមហ៊ុន RMA កម្ពុជា John Deere គឺជាម៉ាកឈានមុខគេនៅផ្នែកទីផ្សារកម្រិតខ្ពស់ក្រុមហ៊ុន RMA កម្ពុជាធ្វើការផ្គត់ផ្គង់ត្រាក់ទ័រម៉ាក John Deere ដែលមានកម្លាំងចាប់ពី36សេះរហូតដល់370សេះហើយកាលពីខែកញ្ញាឆ្នាំ2024ក្រុមហ៊ុន RMA កម្ពុជាបានដាក់បង្ហាញម៉ូដែលថ្មីចំនួន2គឺម៉ូដែល 6195M ដែលមានកម្លាំង195សេះនិងម៉ូដែល 8RT 370ដែលជាត្រាក់ទ័រប្រភេទកង់ឌុបមានកម្លាំង370សេះដែលធ្វើឲ្យខ្លួនក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្មឈានមុខគេមួយនៅក្នុងប្រទេសត្រាក់ទ័រកាប៊ីនជាប្រភេទទាន់សម័យម៉ូដែល Auto Track របស់ខ្លួនកម្លាំង55ដល់75សេះគឺប្រើប្រាស់ប្រព័ន្ធ GPS ទំនើបសម្រាប់ការបើកបរដោយស្វ័យប្រវត្តិដែលទាក់ទាញដល់កសិដ្ឋានខ្នាតធំនិងក្រុមអ្នកជំនួញម៉ៅការធំជាជាងកសិករខ្នាតតូចម៉ាកទី3 Tractor Mahindra ផលិតផលប្រទេសឥណ្ឌា Mahindra បានបង្កើតទីផ្សារយ៉ាងរឹងមាំក្នុងចំណោមកសិករខ្នាតតូចនិងកសិករជាសហគមន៍តាមរយៈការប្រកួតប្រជែងលើតម្លៃនិងប្រព័ន្ធឥណទានជាជាងការប្រើប្រាស់បច្ចេកវិទ្យា Mahindra ពង្រឹងទីផ្សាររបស់ខ្លួនតាមរយៈការផ្តល់ប្រាក់កម្ចីទិញត្រាក់ទ័រក្នុងតម្លៃសមរម្យដែលសម្របសម្រួលសម្រាប់សហគមន៍កសិករខ្នាតតូចហើយជាទូទៅក្រុមហ៊ុនផលិតពីប្រទេសជប៉ុននិងឥណ្ឌាបានបែងចែកទីផ្សារកសិកម្មកម្ពុជារវាងវេទិកាបច្ចេកវិទ្យាកម្រិតខ្ពស់និងជម្រើសដែលមានតម្លៃសមរម្យដោយម៉ាក Mahindra គឺជាតំណាងឲ្យផ្នែកតម្លៃធូរថ្លៃដែលកសិករក្រីក្រនិងកសិករពាណិជ្ជកម្មខ្នាតតូចពិតជាអាចទិញយកមកប្រើប្រាស់បានមូលហេតុនៃចំណុចថ្នាក់នេះជារួមត្រាក់ទ័របានកាន់កាប់ចំណែកទីផ្សារ 39.45% នៃទីផ្សារគ្រឿងយន្តកសិកម្មរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2025ហើយការបែងចែកខាងលើឆ្លុះបញ្ចាំងពីការពិតពីរយ៉ាងនៅក្នុងប្រទេសកម្ពុជាកសិករភាគច្រើនធ្វើការលើផ្ទៃដីស្រែតូចប្រហែល1ហិកតានិងត្រូវការគ្រឿងយន្តដែលមានតម្លៃថោកតូចល្មមនិងងាយស្រួលជួសជុលដែលជាចំណុចខ្លាំងរបស់ Kubota និងមានអត្ថប្រយោជន៍ផ្នែកតម្លៃរបស់ Mahindra ដែលខណៈផ្នែកកសិឧស្សាហកម្មនិងម្ចាស់កសិដ្ឋានធំត្រូវការសម្ភារៈទំនើបផ្នែកគ្រឿងយន្តទ្រង់ទ្រាយធំនិងឧបករណ៍ដែលមានកម្លាំងសេះខ្ពស់ត្រូវបានជាទីផ្សារពិសេសរបស់ Tractor John Deere ចំណាំស្ដីពីភាពត្រឹមត្រូវទិន្នន័យស្ដីពីចំណែកទីផ្សារនិងប្រាក់ចំណូលខាងលើឧទាហរណ៍ចំណែក 39.45% និងតួលេខ CAGR គឺបានមកពីស្ថាប័នស្រាវជ្រាវទីផ្សារពាណិជ្ជកម្ម Model Intelligence Market Y Research មិនមែនជាសំណុំទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាឬស្ថាប័នពាណិជ្ជកម្មនោះទេដូច្នេះសូមចាត់ទុកភាគរយពិតប្រាកដទាំងនេះថាជាការប៉ាន់ស្មានរបស់ឧស្សាហកម្មជាជាងស្ថិតិដែលបានផ្ទៀងផ្ទាត់ចំណែកឯការពិតកម្រិតក្រុមហ៊ុនដូចជាការដាក់បង្ហាញម៉ូដែលថ្មីរបស់ក្រុមហ៊ុន RMA សម្រាប់ម៉ាក John Deere និងគំរូនៃការចែកចាយរបស់ក្រុមហ៊ុនបត់សម្ព័ន្ធនៅថៃរបស់ Kubota
ត្រូវបានផ្ទៀងផ្ទាត់ដោយប្រភពផ្ទាល់ពីក្រុមហ៊ុននិងសារព័ត៌មានដែលមានភាពគួរឲ្យទុកចិត្តជាង